ជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះអង្គពីចម្ងាយហើយនឹងឯកឧត្តមលោកជំទាវនិងបងប្អូនស្ថាបត្យករដែលមានវត្តមាននៅទីនេះទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ីសវណ្ណជាស្ថាបនិកក្រុមហ៊ុន V Architecture and Landscape Design ដែលនៅទីតាំងខេត្តសៀមរាបក្នុងថ្ងៃនេះដែរខ្ញុំនឹងលើកយកនៅមាតិកាដូចខាងក្រោមការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ចការបង្ហាញពីគម្រោងនិងសេចក្តីសន្និដ្ឋានដែលក្នុងនេះដែរសម្រាប់ពីខាងខ្ញុំគឺយើងមានស្នូលបេះដូងនៃការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ចខ្ញុំនឹងបង្ហាញពីចំណុចពិសេសនៅខាងក្រោយការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ចនិងទីតាំងគម្រោងផងដែរតើយើងអាចបញ្ចូលនៅសិល្បៈខ្មែរក្នុងការរចនាស្ថាបត្យកម្មថ្មីដោយរបៀបណាហើយមានអ្វីពិសេសនៅពីក្រោយការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ចទាំងអស់នេះគឺជាគម្រោងដែលពួកខ្ញុំបានសិក្សារួចហើយដែលនៅក្នុងនោះគឺមានឆ្នាំ2015 2016ឆ្នាំ2017 18ឆ្នាំ2020ឆ្នាំ2022និងឆ្នាំ2024ដែលនៅក្នុងនេះសិក្សាសម្រាប់ស្ថាបត្យកម្មបដិសណ្ឋារកិច្ចជាដំបូងដែលយើងត្រូវគិតគូរដោយចម្បងគឺយើងត្រូវសិក្សាពីដៃគូប្រកួតប្រជែងឧទាហរណ៍ដូចជា client គាត់ជួបដើម្បីសិក្សាពីអូតែលឬក៏ restaurant អ្វីដែលយើងចាំបាច់ត្រូវធ្វើនឹងគឺយើងត្រូវសិក្សាថាតើអូតែលដែលគាត់ចង់ធ្វើតើលក់ក្នុងកម្រិតណាឧទាហរណ៍ថាគាត់លក់ក្នុងមួយយប់100ឬក៏មួយយប់200អញ្ចឹងយើងត្រូវដឹងថាតើតម្លៃមួយយប់100មួយយប់200ហ្នឹងមានអូតែលប្រមាណដែលជាដៃគូរបស់គាត់អញ្ចឹងយើងត្រូវសិក្សាពីដៃគូប្រកួតប្រជែងសិនរួចហើយបាទយើងត្រូវដឹងថាតើdesign របស់យើងត្រូវ design ក្នុងកម្រិតណាតែអ្វីដែលសំខាន់គឺកញ្ចប់ថវិកាដែលគាត់ត្រូវចំណាយតើវាស័ក្តិសមនឹងអ្វីដែលគាត់ត្រូវប្រកួតប្រជែងជាមួយគេដែរឬក៏អត់អានឹងជារឿងដែលសំខាន់ហើយនៅមួយទៀតនៅក្នុងវិស័យនឹងដូចគ្នាឧទាហរណ៍ថាគាត់ចង់បើកកាហ្វេឬ restaurant សួរថាតើ restaurant និងកាហ្វេហ្នឹងគាត់ចាប់យកអតិថិជនក្នុង level ណាកម្រិតណាព្រោះយើងអាចថាអត់ដឹងពីគោលដៅនៃអតិថិជនរបស់គាត់ហើយយើងសិក្សាជូនគាត់បានទេដោយឡែកសម្រាប់ design របស់ខ្ញុំដូចបន្តិចទៀតខ្ញុំនឹងបង្ហាញយើងដូចជា Ox Club អញ្ចឹងគាត់យក fine dining level អភិជនអញ្ចឹងយើងត្រូវដឹងអានោះឲ្យច្បាស់រួចហើយបានយើងសិក្សាត្រូវហើយនៅមួយទៀតគឺការសិក្សាឲ្យ design របស់យើងคล้ายទៅជា iconic សម្រាប់គម្រោងនឹងឧទាហរណ៍ថាគម្រោងមួយពេលដែលយើងបញ្ចប់ការសិក្សាហើយមានផ្នែកណាមួយគឺគាត់យក icon នឹងសម្រាប់ apply business គាត់ទាំងមូលដោយឡែកមានអូតែលមួយគាត់មាន property 2តែគាត់យក design របស់យើងនឹងទៅ apply សម្រាប់អូតែលទាំងពីរនឹងតែម្ដងសម្រាប់ជា icon business របស់គាត់អញ្ចឹងនៅក្នុងនេះយើងបានបញ្ចូលនៅការងារមួយចំនួនទាក់ទងនឹងសិល្បៈរបស់ខ្មែរយើងនឹងទី1គឺមានយើងចម្រឹងប្រាសាទអង្គរគឺយើងយកទៅធ្វើប្រកាន់ដៃចដើហើយនឹងកន្លែងផ្សេងទៀតហើយនៅមួយទៀតគឺយើងយករោងស្បូវមកធ្វើជាការងារ decor interior ក្នុងនេះគឺយើងយកប្រាសាទកោះកេរមកធ្វើជាអូតែលចាយ៉ាហាវហើយនេះគឺយើងយកជាសពុតនេះយកមកធ្វើជា counter នេះហើយដែល design នេះគឺត្រូវបានម្ចាស់គាត់យកធ្វើជា icon សម្រាប់អូតែលរបស់គាត់ផ្សេងទៀតហើយសម្រាប់គម្រោងនេះគឺ Milia Vodbo ដែលជា restaurant មួយនៅក្នុងខេត្តសៀមរាបទៅតែបើកឆ្នាំមុនទេហើយនេះគឺជា private villa ដែលនៅក្នុងនេះគម្រោងពីរនេះគឺគម្រោងដែលទទួលការចាប់អារម្មណ៍ច្រើនជាពិសេសពីខាងអ្នកភ្នំពេញដែលឡែកគម្រោងនេះគឺគាត់លក់មួយយប់$1500តិចទៀតគឺខ្ញុំនឹងបង្ហាញថាតើមានបញ្ហាអ្វីខ្លះមានចំណោទអ្វីខ្លះនៅពេលដែលម្ចាស់គាត់លក់មួយយប់$1500អញ្ចឹងយើងត្រូវរកកន្សឹបអីខ្លះដើម្បីឲ្យតម្លៃដ៏ខ្ពស់ហ្នឹងហើយអាចជោគជ័យបានអញ្ចឹងនៅក្នុងនេះដែរការយកអត្តសញ្ញាណរបស់ខ្មែរយើងសិល្បៈបញ្ចូលជាមួយនឹងស្ថាបត្យកម្មអញ្ចឹងក្នុងនេះគម្រោង Meta Residence នេះគឺត្រូវបានសាងសង់ហើយនៅឆ្នាំ2016ដែលនៅក្នុងនោះគឺយើងយកលេខខ្មែរយើងមក decor នៅផ្នែកខាងក្នុងមានទាំងយន្តមានទាំងជាអំពូលជា partition ហើយនៅផ្នែកខាងក្រោមនេះគឺយើងយក design សិល្បៈនេះយកមកធ្វើជា icon នៅក្នុង lobby ហើយគម្រោងនេះគឺជាគម្រោង Ox Club នៅភ្នំពេញដែលជាគម្រោង restaurant របៀប high end អញ្ចឹងក្នុងតម្លៃមួយដែលខ្ពស់ហើយនេះគឺជា Milia Restaurant
ដែលនៅក្នុងនេះយើងបាន design ភ្ជាប់ជាមួយនឹងការងារសិល្បៈខ្មែរច្រើនមែនទែនច្រើនជាងគេសម្រាប់គម្រោងទូទៅយើងគម្រោងនេះគឺយើង design ច្រើនជាងគេហើយនៅក្នុងនេះគឺយើងមានគម្រោង4ដែលលើកមកទី1មានអុកក្លឹបមានមីលីហើយនឹងមានមេតាហើយនឹងមានចេស្តាកាហ្វេអញ្ចឹងអានេះគឺជាអុកក្លឹបភ្នំពេញដែល concept របស់យើងយកពីការសំពះនិងសត្វតន្ត្រីការរចនាឲ្យស្របទៅតាមក្រមអតិថិជនគោលដៅរឿងនេះគឺរឿងសំខាន់នេះគឺអុកក្លឹប fine dining ដែលជាប្លង់បារនិងការ design នេះបន្ទប់ VIP layout គ្រប់ជាន់មីលីវ៉ាត់បូសម្រាប់មីលីវ៉ាត់បូនេះយើង design រៀងច្រើនបន្តិចដោយសារតែជាធម្មតាគម្រោង Temple គឺគាត់ទៀមទាខ្ពស់គឺគ្រប់ផ្នែកគឺគាត់ទៀមទាមានការងារសិល្បៈច្រើនជាងគេក្នុងមួយគម្រោងរបស់ខ្ញុំគឺគាត់ទៀមទាច្រើនជាងគេអញ្ចឹងគឺយើងអត់ទុកកន្លែងទំនេរទេមានគេសួរថាហេតុអីបានប្រើពូនេះខ្ញុំថាគឺជាពូហុងស៊ុយរបស់អូនគឺគាត់ចាំបាច់តម្រូវគ្រប់គម្រោងរបស់ Temple ដែលយើងគូគឺមានវត្តមានពូនេះរហូតគឺគាត់ទៀមទាតែម្ដងហ្នឹងគឺជាពណ៌ដ៏ចម្បងដែលយើងប្រើនៅក្នុង Milli Vodbo ដែលនៅក្នុងនេះពណ៌នេះគឺចាំបាច់អត់មានអត់បាននេះគឺ design Milli Vodbo ដែលមើលទៅរៀងច្រើនជាងគេតេតូននឹងការងារសិល្បៈនេះជាគម្រោងអាម៉ារ៉ាគម្រោងនេះខ្ញុំនឹងនិយាយច្រើនបន្តិចដោយសារតែទី1គម្រោងនេះនៅឆ្ងាយពីសៀមរាបជាង10គីឡូហើយម្ចាស់ទៀមទាលក់ក្នុងតម្លៃដែលខ្ពស់បច្ចុប្បន្នគឺ$1,500ក្នុងមួយយប់សួរថាតើយើងត្រូវធ្វើម៉េចទីតាំងក៏ឆ្ងាយគាត់ក៏អត់មានបទពិសោធន៍ហើយលក់ក្នុងតម្លៃដែលខ្ពស់រឿងនេះគឺជារឿងដែលពិបាកអញ្ចឹងនៅក្នុងហ្នឹងគឺយើងតែងតែភ្ជាប់ការងារសិល្បៈរបស់ខ្មែរយើងមកជាប់បន្តិចគ្រប់គម្រោងដែលនៅក្នុងនេះគឺជាច្រកទ្វារខ្លងទ្វារចូលក្នុងអាម៉ារ៉ាយើងគឺអត់ភ្លេចដែរគឺផ្ដែខាងលើហើយនឹងកម្មចដាខាងក្រោមអាហ្នឹងគឺច្រកចូល private villa ដែលនៅក្នុងនេះតម្លៃមួយយប់$1,500ក្នុងមួយយប់អញ្ចឹងធ្វើឲ្យចំណោទហ្នឹងគឺត្រូវតែដោះស្រាយតែយើងត្រូវដឹងថាតើ level របស់មនុស្សដែលចាយលុយ$1,500ក្នុងមួយយប់ហ្នឹងរសជាតិគាត់មិនការគិតរបស់គាត់មិនតើគាត់ចង់បានអីការចង់បានរបស់គាត់គឺគាត់អត់មានមកចូលរួមជាមួយគេទេគឺគាត់ចង់បាន privacy អញ្ចឹងមិនមែនថាបន្ទប់ទល់តែនៅមុខអាងទឹកមើល view អាងទឹកគឺអត់ចាំបាច់រឿងហ្នឹងទេព្រោះគាត់អត់ចង់ឲ្យគេមករំខានមានបន្ទប់ដ៏ច្រើនគឺបន្ទប់ថ្លៃបែរតែអាងទឹកឬគេអាងទឹកតែសម្រាប់ private villa គឺអត់ចាំបាច់អញ្ចឹងទេដោយសារតែគាត់មកអ្នកខ្លះគាត់មករបៀបជា couple អញ្ចឹងគឺត្រូវការរក្សា privacy ឲ្យគាត់អានោះរឿងចាំបាច់អញ្ចឹងនៅក្នុងនេះរបស់យើងគឺយើងចែកជា3ផ្នែកធំទី1ផ្នែកខាងមុខយើងមានខ្លងទ្វារចូល2ជាន់អានេះ1អានេះ2អាទី1នេះគឺកន្លែងចតឡានមានន័យថាផ្លូវនេះគឺជាផ្លូវសាធារណៈអញ្ចឹងបើសិនជាគាត់ចូលមកគឺដាច់ខាតអត់ឲ្យគេមើលឃើញឡានគាត់ទេយើងត្រូវតែបិទទ្វារនេះមួយហើយនៅក្នុងនេះជាក់ស្ដែងកន្លែងនេះមានកន្លែងតកង់ឡានហើយនឹងអ្នកនៅជាមួយមួយអញ្ចឹងក្នុងនេះយើងត្រូវកាត់ space មួយទៀតគឺដើម្បីឲ្យ privacy រវាងម្ចាស់ហើយនឹងតកង់ឡានអញ្ចឹងនៅក្នុងនេះយើងកាត់ space នេះយើងកែចែកជា2ទៀត public សម្រាប់គាត់ចូលរួមជាគ្រួសារហ្នឹងអាច6នាក់8នាក់ឬក៏10នាក់អញ្ចឹងនៅក្នុងនេះគឺយើងកាត់ space public អានេះមួយហើយនឹង privacy សម្រាប់ master bedroom 2 public នេះគឺយើងមាន show kitchen dining ហើយនឹង salon វាយូបាយ100អាងទឹកហើយនឹងសួនហើយសម្រាប់ master bedroom 2នេះគឺយើងមានសួនផ្ទាល់ខ្លួនទាំងពីរហើយនេះបន្ទប់កូនក្មេងហើយនឹងបន្ទប់ភ្ញៀវអូខេអញ្ចឹងខ្ញុំនឹងបញ្យល់បន្ទប់ master bedroom ទី2ដែលនៅក្នុងនេះដែរយើងមានសួនទឹកធ្លាក់ private bathtub ហើយនឹងកន្លែង shower ដែលនៅក្នុងនេះ view របស់យើងគឺបែរទៅរកសួន private ទាំងអស់នៅក្នុងសួនដែលយើងមាន bathtub ហើយនឹង shower នេះអត់មានណាមើលគាត់ឃើញទេមានន័យថាក្រៅពីគាត់ចូលក្នុងបន្ទប់អ្នកផ្សេងគឺមើលអត់ឃើញគឺដោយសារតែយើងបិទ privacy ទាំងអស់ជុំវិញហ្នឹងអញ្ចឹងនៅក្នុងនេះជា design របស់យើងដែលយើងផ្ដោតសំខាន់ទៅលើ landscape ហើយនឹងការងារដែលកងក្នុងមានន័យថាយើងអត់ទិញសាឡុងទិញក្រេទិញតុទិញទូមានស្រាប់យកមកដាក់ព្រោះនៅក្នុងនេះគឺយើង design ថ្មីហើយធ្វើដោយដៃហើយធ្វើដោយអ្នកស៊ីមរីផ្ទាល់គឺយើង design ទាំងអស់គ្រប់ជ្រុងទាំងពួរសាឡុងទាំងអស់ហ្នឹងគឺយើង design សម្រាប់គម្រោងហ្នឹងហើយគម្រោងផ្សេងគឺយើងអត់យក design ហ្នឹងទៅប្រើទៀតទេហើយសម្រាប់ការងារនេះគឺឯកជនភាពគឺសំខាន់នេះគឺ master bedroom ទី1 master bedroom ទី1នេះយើងមានទ្វារ2ជាន់មានន័យថាចូលទៅដល់ទ្វារបន្ទប់នេះគឺយើងឆ្លងកាត់ទ្វារនេះមួយសិនអញ្ចឹងពេលដែលឆ្លងកាត់ទ្វារនេះគឺត្រូវខណ្ឌមួយ
រួចឲ្យបានចូលទ្វារនេះអញ្ចឹងនៅក្នុងនេះ private garden របស់គាត់នេះគឺ 100% អត់មានអ្នកណាចូលទេពោលវាទ្វារ2ជាន់រួចហើយបានមកដល់អានេះអញ្ចឹងនៅក្នុងនេះគឺយើងមាន outdoor bathtub ទឹកធ្លាក់ហើយនឹងមានសួនដូចគ្នាតែដោយឡែកនៅក្នុង master bedroom ទី1នេះគឺយើងមាន2ជម្រើសជូនគាត់ទី1គឺយើងមានបន្ទប់ indoor ហើយនឹងមួយទៀតយើងមានតង់នៅក្នុងបន្ទប់នឹងគឺយើងមានតង់នៅក្នុងសួនមានន័យថាបើសិនជាគាត់ចង់ទៅអង្គុយញ៉ាំកាហ្វេក្នុងតង់នឹងក៏បានឬក៏ចង់ដាក់តង់សម្រាប់គេងពេលយប់ក៏បានអញ្ចឹងនៅក្នុងយើងមានជា2 option ជូនគាត់ដែលនៅក្នុងនឹងគ្រប់ទាំងអស់គឺយើងមាន view មានន័យថាទាំងនៅក្នុងបន្ទប់ទឹកទាំងនៅកន្លែងសាឡុងទាំងក្រេហើយដោយឡែកនៅក្នុងក្រេនេះទៀតសោតដោយសារតែក្រេនឹងក្បាលក្រេទៅទឹកខាងជើងហើយយើងមានទឹកធ្លាក់នៅពីក្រោយអញ្ចឹងយើងយកកញ្ចក់ទាំងអស់អានេះគឺយើង extension ហ្នឹងគឺយើងយកកញ្ចក់ទាំងអស់សូម្បីតែដបូលក៏កញ្ចក់ដែរតែដោយសារតែវានៅខាងជើងយើងអាចប្រើបានវាអត់សូវក្តៅការរចនានៅក្នុងគម្រោងនេះគឺយើងតែងតែច្បិចយកចំណុចសំខាន់បន្តិចយកមកប្រើពីការងារសិល្បៈបុរាណយកមកបញ្ចូលគ្នាដោយឡែកនៅក្នុងនេះគឺយើងយកផ្កាច័ន្ទនេះយកមកដាក់នៅក្នុងនេះដែរដែលនេះគឺជារូប design ហើយនេះគឺរូបជាក់ស្ដែងហើយសម្រាប់គម្រោងចេស្តាកាហ្វេដោយសារគាត់គឺជា owner តែមួយដោយសារតែយើងធ្វើឲ្យមេអមរាវីឡាហ្នឹងគាត់ពេញចិត្តអញ្ចឹងយើងក៏បាន design ចេស្តាកាហ្វេមួយទៀតអញ្ចឹងអាចថាមានបងប្អូនយើងអាចធ្លាប់ទៅមើលចេស្តារួចហើយដែលនៅក្នុងនេះចេស្តាកាហ្វេគឺយើងផ្ដោតសំខាន់លើការងារ landscape ផ្នែកខាងក្នុងគឺយើងសិក្សាវាប្រៀបដូចជាលអាងខាងក្រៅយើងសិក្សា concept របៀបជាថ្មនេះដែលជាតំបន់ទេសចរនៅចក្រភពអង់គ្លេសអញ្ចឹងយើងយកហាងកាហ្វេជាស្ដានេះដោយសារវានៅចម្ងាយជាង10គីឡូសួរថាតើអ្នកណាទៅផឹកកាហ្វេជាង10គីឡូពីទីក្រុងអញ្ចឹងយើងគិតធ្វើម៉េចបើសិនជាវាមានចម្ងាយប៉ុណ្ណឹងហើយទាំងអត់ដែលមានឈ្មោះហើយនៅទីក្រុងសួរថាខ្វះអីហាងកាហ្វេបើកាភ្លុះសួរថាបើវានៅឆ្ងាយទីក្រុងអញ្ចឹងធ្វើម៉េចអាចមានមនុស្សទៅផឹកអញ្ចឹងគឺយើងដូរការគិតថាតើយើងត្រូវធ្វើម៉េចឲ្យហាងកាហ្វេនេះក្លាយទៅជាតំបន់ទេសចរវាមិនមែនត្រឹមជាហាងកាហ្វេឲ្យវាក្លាយទៅជាតំបន់ទេសចរដើម្បីឲ្យគេចាប់អារម្មណ៍ប៉ុន្តែដោយឡែកថ្ងៃដែលបើក3ថ្ងៃមានមនុស្ស 15,000 នាក់ដែលបានទៅកន្លែងនេះ3ថ្ងៃ 15,000 នាក់ចូលកន្លែងនេះចឹងនៅក្នុងនេះដែរអ្វីដែលយើងយកមកចម្បងសម្រាប់ការ design គឺរាង design ថ្មនេះដែលជាតំបន់ទេសចរនៅចក្រភពអង់គ្លេសគឺយើងយករាងនេះមក apply ហើយនេះគឺជាផ្នែក design ខាងក្នុងខាងក្រៅហើយនេះរូបភាពជាក់ស្ដែងនេះគឺជារូប design ហើយនេះគឺជារូបភាពពិតដែលអ្វីដែលសំខាន់គឺការងារ landscape អញ្ចឹងសេចក្តីសន្និដ្ឋានរបស់ខ្ញុំគឺឃើញថាអាជីវកម្មមួយមិនគិតពីចម្ងាយទេទោះជាឆ្ងាយប៉ុណ្ណាក៏ដោយយើងត្រូវ create វាឲ្យคล้ายទៅជាថកិតទេសចរមួយថកិតមួយដែលគេអាចយក experience ឧទាហរណ៍ថាហូតែលមួយដែលយើង design ក្នុងតម្លៃដែលខ្ពស់មកយក 2,000 ឬក៏ 3,000 សួរថាតើអ្នកដែលមានលុយគាត់អាចនឹងចូលរួម experience នៅនឹងបានអត់តើយើងអាចយកបេះដូងគាត់បានអត់អញ្ចឹងយើងត្រូវសិក្សាថាយើងយកអានឹងคล้ายទៅជា experience សម្រាប់មនុស្សម្នាក់ដូចជាចេស្តាកាហ្វេជារួមបើឲ្យចំណេញក៏អាចចំណេញដែរតែសម្រាប់ experience អ្នកដែលនៅកន្លែងផ្សេងគាត់អាចនឹងថាអូយ៉ាងគាត់ទៅឲ្យបានម្ដងចូលធៀមរៀបយ៉ាងហោចក៏ចូលទៅបានមើលម្ដងអាទៅនឹងហើយដែលយើងត្រូវ create របស់មួយឲ្យคล้ายទៅជាថកិតទេសចរមួយសម្រាប់គោលដៅនឹងទៅយើងអាចរកស៊ីក្នុងវិស័យនឹងអាចចូលជើងបានសូមអរគុណអរគុណបងសវណ្ណខ្ញុំចាប់អារម្មណ៍គម្រោងបងគួរឲ្យតាក់ទាញហើយជាពិសេសគឺ private villa មែនតើមកយប់